ព្រឹត្តិការណ៍សង្ក្រាន្តវត្តបាកានឆ្នាំ2026ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃនាថ្ងៃទី5ខែមេសាឆ្នាំ2026នេះបានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រជាក់ត្រចង់ដោយទទួលបានការចាប់អារម្មណ៍និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋយុវជននិងភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណជាង 30,000 នាក់ជោគជ័យនៃព្រឹត្តិការណ៍ដ៏ធំប្រចាំស្រុកបាកាននេះគឺជាផ្លែផ្កានៃកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងជុងដឹកនាំដោយលោកអ៊ឹងឌីប៉ូឡានិងរដ្ឋបាលស្រុកបាកានដឹកនាំដោយលោកឆាយគឹមម៉ុងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកបណ្ឌិតទីនរិនរដ្ឋលេខាធិការប្រចាំការក្រសួងរាយនិងធម្មពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកានលោកអ៊ឹងឌីប៉ូឡាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ានៃក្រសួងរាយនិងធម្មពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងជុងស្រុកបាកានបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង 30,000 នាក់ដែលបានចូលរួមប្រកបដោយសេចក្តីថ្លៃថ្នូរនិងស្នាមញញឹមដែលធ្វើឲ្យសង្ក្រាន្តវត្តបាកានឆ្នាំនេះក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏មានឥទ្ធិពលនិងជាមោទនភាពសម្រាប់អ្នកស្រុកបាកានក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូលលោកប្រធានក្រុមការងារបានលើកឡើងថាចំនួនអ្នកចូលរួមដ៏ច្រើនកុះករនេះបានបង្ហាញឲ្យឃើញពីភាពស្រឡាញ់ពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះវប្បធម៌ជាតិនិងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបង្កលក្ខណៈឲ្យមានសន្តិភាពពេញលេញសម្រាប់ការសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570កស2026លោកបានគូបញ្ជាក់ថាបើទោះបីមានអ្នកចូលរួមរាប់ម៉ឺនអ្នកក៏ដោយប៉ុន្តែការរៀបចំគឺផ្អែកលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានណែនាំដល់បណ្ដាខេត្តដែលនៅជាប់ព្រំដែនកម្ពុជាថៃមិនអនុញ្ញាតឲ្យរៀបចំសង្ក្រាន្តមានលក្ខណៈអធិកឌុកធមខ្លាំងក្លានោះទេប៉ុន្តែរដ្ឋបាលខេត្តក៏ដូចជាបណ្ដាអារាមវ័នតាមបណ្ដាក្រុងស្រុកអាចបង្កលក្ខណៈសប្បាយសម្រុំជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានលោកអ៊ឹងឌីប៉ូឡាបានបន្ថែមថាចាប់តាំងពីការសម្ដែងរបាំជូនពររបាំត្រុដិរបាំកោះត្រឡោករបាំកដោពោធិ៍សាត់ល្បែងប្រជាប្រិយលាក់កន្សែងចោលឈូងដណ្ដើមស្លឹកឈើឡើងសសរខ្លាញ់បង្ហាញគុណល្បុក្កតោនិងការប្រកួតល្បែងប្រជាប្រិយជាច្រើនទៀតរបស់យុវជនទាំង9ឃុំរហូតដល់ការរាំលេងកម្សាន្តគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនលោកក៏សូមពំនាំនៃសារដាស់តឿននិងការក្រើនរំលឹកយ៉ាងជ្រាលជ្រៅជូនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសស្រទាប់យុវជនដែលជាសសរទ្រង់នៃប្រទេសជាតិសូមបងប្អូនកុំភ្លេចខ្លួនត្រូវបដិញ្ញារក្សាសាមគ្គីភាពចាប់ដៃគ្នាឲ្យជាប់និងរួមគ្នាក្នុងការលំបាកដើម្បីតស៊ូអភិវឌ្ឍខ្លួនឲ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិយើងត្រូវរួមគ្នាការពារបូរណភាពទឹកដីនិងចូលរួមកសាងអភិវឌ្ឍប្រទេសយើងឲ្យកាន់តែមានការរីកចម្រើនរុងរឿងថែមទៀតផងចំពោះកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍រាប់រយរង្វាន់ជាពិសេសរង្វាន់ធំៗដូចជាទូរទស្សន៍ទូរស័ព្ទដៃនិងម៉ូតូ Honda Wave គឺបានបង្កើននៃបរិយាកាសរំភើបរីករាយទ្វេដងដែលរង្វាន់ធំម៉ូតូ Honda Wave គឺ